នៅពេលដែលអ្នកមានអារម្មណ៍ថាជីវិតរបស់អ្នកដូចជាកំពុងជាប់គាំងការដើរទៅក្រៅឲ្យបានច្រើនគឺជាវិធីនាំអ្នកចេញពីស្ថានភាពដែលអ្នកកំពុងជាប់គាំងដោយមានប្រសិទ្ធភាពមួយរាល់ថ្ងៃអ្នកខំធ្វើការដដែលៗប៉ុន្តែគ្មានអ្វីផ្លាស់ប្ដូរឡើយឱកាសថ្មីៗមិនដែលធ្លាក់មកដល់អ្នកមនុស្សថ្មីៗក៏មិនសូវបានជួបហើយគំនិតថ្មីៗក៏ហាក់ដូចជាមិនដែលកើតមាននៅក្នុងខួរក្បាលរបស់អ្នកជីវិតคล้ายជារឿងដដែលៗដែលធ្វើឲ្យអ្នកមានអារម្មណ៍ថាកំពុងដើរនៅកន្លែងដដែលៗគ្មានថ្ងៃឈប់បើអ្នកកំពុងមានអារម្មណ៍បែបនេះខ្ញុំចង់ប្រាប់អ្នកមុនគេថាបញ្ហាភាគច្រើនដែលអ្នកកំពុងជួបមិនមែនមកពីអ្នកខ្វះសមត្ថភាពទេប៉ុន្តែមកពីពិភពដែលអ្នករស់នៅរាល់ថ្ងៃវាតូចចង្អៀតពេកពេលនិយាយថាពិភពតូចវាមានន័យសាមញ្ញណាស់រាល់ថ្ងៃអ្នកចេញពីផ្ទះទៅកន្លែងធ្វើការហើយចេញពីកន្លែងធ្វើការត្រឡប់មកផ្ទះវិញពេលឃ្លានក៏ទៅកន្លែងបរិភោគអាហារនៅកន្លែងដដែលៗពេលចុងសប្តាហ៍ក៏សម្រាកនៅកន្លែងដដែលៗជីវិតប្រៀបបាននឹង NPC នៅក្នុងហ្គេមដែលធ្វើរឿងដដែលៗដើម្បីឲ្យហ្គេមមើលទៅមានភាពរស់រវើកប៉ុណ្ណោះវាប្រៀបដូចជាគុកដែលគ្មានជញ្ជាំងគ្មាននរណាចាក់សោអ្នកទេប៉ុន្តែទម្លាប់និងតំបន់សុវត្ថិភាពរបស់អ្នកបានក្លាយជាជញ្ជាំងមើលមិនឃើញដែលធ្វើឲ្យអ្នកមិនហ៊ានដើរចេញមានគំនិតដ៏គួរឲ្យចាប់អារម្មណ៍មួយបានលើកឡើងថាទំហំលំហដែលអ្នកអាចទៅដល់កំណត់ចំនួនឱកាសដែលអ្នកអាចទទួលបាននិយាយឲ្យសាមញ្ញគឺអ្នកអាចទៅបានកាន់តែច្រើនកន្លែងអ្នកនឹងជួបមនុស្សនិងឱកាសកាន់តែច្រើនដែរមនុស្សកាន់តែច្រើននឹងមានព័ត៌មានកាន់តែច្រើនហើយព័ត៌មានកាន់តែច្រើនក៏នឹងបង្កើតឱកាសកាន់តែច្រើននេះមិនមែនជាការលើកទឹកចិត្តទេប៉ុន្តែជាច្បាប់នៃ probability មនុស្សដែលរស់នៅក្នុងរង្វង់កាន់តែតូចនឹងច្រើនតែជួបមនុស្សដដែលដូចជាមិត្តរួមការងារគ្រួសារឬអ្នកលក់អីវ៉ាន់ជិតផ្ទះប៉ុណ្ណោះព័ត៌មានដែលពួកគេទទួលបានក៏ជាព័ត៌មានដដែលពីបណ្ដាញសង្គមនិងអ្វីដែល algorithmic ឬប្រែជាខ្មែរថា algorithm ដែល Facebook, TikTok, YouTube ឬបណ្ដាញសង្គមផ្សេងទៀតផ្ដល់ឲ្យអ្នកមើលប៉ុណ្ណោះប៉ុន្តែមនុស្សដែលចេញទៅក្រៅញឹកញាប់វិញវានឹងផ្ដល់ឲ្យនៅបទពិសោធន៍ខុសគ្នាទាំងស្រុងអ្នកអាចជួបសហគ្រិនម្នាក់នៅហាងកាហ្វេអាចរកឃើញសៀវភៅមួយដែលផ្លាស់ប្ដូររបៀបគិតឬអាចចូលរួមកម្មវិធីមួយហើយស្គាល់មនុស្សដែលអាចផ្ដល់ឱកាសថ្មីៗដល់អ្នកសូមចងចាំថាឱកាសមិនដែលមកគោះទ្វារផ្ទះអ្នកទេវាតែងតែលាក់ខ្លួននៅលើផ្លូវដែលអ្នកសម្រេចចិត្តដើរចេញទៅប្រហែលអ្នកអាចគិតថាអ្នកជាមនុស្សស្ងៀមស្ងាត់មិនសូវចេះតាក់ទងមនុស្សហើយចេញទៅក្រៅក៏មិនដឹងនិយាយអ្វីដែរប៉ុន្តែការពិតគឺការចេញទៅក្រៅមិនមែនសម្រាប់តែស្គាល់មនុស្សទេប៉ុន្តែសម្រាប់បំបីរង្វង់ព័ត៌មានដែលអ្នកកំពុងរស់នៅនិងកំពុងទទួលបានពេលអ្នកនៅផ្ទះព័ត៌មានភាគច្រើនដែលអ្នកទទួលបានមកពី algorithm បញ្ហាគឺ algorithm វាមិនស្គាល់អនាគតរបស់អ្នកទេវាគ្រាន់តែបង្ហាញអ្វីដែលអ្នកធ្លាប់ចូលចិត្តប៉ុណ្ណោះដូច្នេះវាធ្វើឲ្យអ្នកឃើញពិភពដដែលហើយជំនឿចាស់ៗដែលអ្នកធ្លាប់ជឿនឹងកាន់តែរឹងមាំប៉ុន្តែពេលអ្នកចេញទៅក្រៅអ្នកចាប់ផ្ដើមប៉ះពាល់នឹងពិភពពិតអ្នកអាចឃើញមនុស្សកំពុងចាប់ផ្ដើមអាជីវកម្មថ្មីអាចឮការពិភាក្សាដែលអ្នកមិនធ្លាប់គិតដល់និងអាចសង្កេតឃើញរបៀបដែលទីក្រុងនិងមនុស្សដំណើរការពិតៗបទពិសោធន៍ទាំងនេះអាចបើកទស្សនៈថ្មីនិងបង្កើតគំនិតថ្មីៗឲ្យអ្នកមានរឿងមួយទៀតដែលសំខាន់ណាស់គឺបរិយាកាសកំណត់អាកប្បកិរិយារបស់មនុស្សពេលអ្នកនៅផ្ទះរាងកាយនិងខួរក្បាលរបស់អ្នកចូលទៅស្ថានភាពដែលមនុស្សសម្រាប់កំពុងសម្រាកនៅក្នុងតំបន់សុវត្ថិភាពឬ comfortable zone ដូច្នេះអ្នកនឹងចូលទៅស្ថានភាពបន្ធូរអារម្មណ៍និងគ្មានការប្រុងប្រយ័ត្នអ្នកមានអារម្មណ៍ខ្ជិលនិងពិបាកផ្ដោតអារម្មណ៍ប៉ុន្តែពេលអ្នកចេញទៅក្រៅស្ថានភាពខាងក្រៅនាំឲ្យរាងកាយអ្នកក្លាយជាសកម្មជាងមុនខួរក្បាលក៏ប្រុងប្រយ័ត្ននិងចាប់ផ្ដើមដំណើរការលឿនជាងមុននេះបង្ហាញថាបញ្ហារបស់មនុស្សជាច្រើនមិនមែនព្រោះពួកគេខ្វះវិន័យនោះទេប៉ុន្តែបរិយាកាសដែលគេកំពុងរស់នៅផ្ដល់ឲ្យគេនូវសុវត្ថិភាពខ្លាំងពេករហូតដល់ធ្វើឲ្យខួរក្បាលនិងរាងកាយមានអារម្មណ៍ថាមិនចាំបាច់បង្កើតសមត្ថភាពបន្ថែមឬបន្ថែមការប្រុងប្រយ័ត្នអ្វីទៀតទេវិធីផ្លាស់ប្ដូរពួកគេមិនចាំបាច់មានឆន្ទៈខ្លាំងជាងមុនទេដោយគ្រាន់តែត្រូវផ្លាស់ប្ដូរពីបរិយាកាសតូចចង្អៀតទៅរកបរិយាកាសដែលធំធេងជាងមុនទៅបានហើយមានមិត្តភ័ក្តិរបស់ខ្ញុំម្នាក់បានផ្លាស់ប្ដូរពីការរស់នៅសាមញ្ញដូចគ្នាជាមួយខ្ញុំក្លាយជាមនុស្សមានទ្រព្យសម្បត្តិគួរសមបានប្រាប់នៅបទពិសោធន៍ជីវិតដល់ខ្ញុំថាកាលពីមុនគាត់ធ្វើការនៅផ្ទះរាល់ថ្ងៃគិតថាវាស្រួលនិងមានប្រសិទ្ធភាពប៉ុន្តែបន្តិចម្ដងគាត់សង្កេតឃើញថាគំនិតថ្មីៗកាន់តែតិចទៅហើយលទ្ធផលការងារក៏ប្រែជាធ្លាក់ចុះគាត់ចំណាយពេលរាប់ម៉ោងនៅលើទូរស័ព្ទដោយគិតថាដើម្បីស្វែងរកការបំផុសគំនិតប៉ុន្តែគ្មានអ្វីថ្មីដែលគាត់ទទួលបានឡើយរហូតដល់ថ្ងៃមួយគាត់បានទៅចូលរួមកម្មវិធីមួយនៅទីនោះគាត់បានឮរឿងរ៉ាវពីមនុស្សផ្សេងៗដែលមានបទពិសោធន៍ខុសគ្នាទាំងស្រុងហើយទទួលបាននូវគំនិតថ្មីមួយចំនួនដែលគាត់មិនធ្លាប់គិតដល់ពីមុនសោះពេលនោះទើបគាត់ដឹងថាពិភពដែលគាត់រស់នៅរាល់ថ្ងៃវាតូចពេកចាប់ពីពេលនោះមកគាត់ចាប់ផ្ដើមបង្ខំខ្លួនឯងចេញទៅក្រៅឲ្យបានញឹកញាប់ជាងមុនមិនចាំបាច់ធ្វើរឿងធំទេគ្រាន់តែទៅបណ្ណាល័យហាងកាហ្វេឬសួនសាធារណៈក៏បានបន្ទាប់ពីមួយរយៈគាត់ឃើញថាគំនិតខ្លួនឯងកាន់តែច្រើនការងារកាន់តែល្អហើយឱកាសថ្មីក៏ចាប់ផ្ដើមមករកគាត់ដោយខ្លួនឯងសំខាន់ជាងនេះគាត់បានស្គាល់មនុស្សថ្មីដែលមានខ្លះក្នុងចំណោមពួកគេក្រោយមកក្លាយជាដៃគូការងាររបស់គាត់ខណៈមានមនុស្សដែលគាត់បានជួបខ្លះទៀត
បានផ្ដល់ដំបូន្មានល្អៗហើយខ្លះទៀតបានផ្ដល់នូវផ្នត់គំនិតថ្មីដែលអាចផ្លាស់ប្ដូររបៀបគិតរបស់គាត់បានកាន់តែប្រសើរឡើងទៀតផងខ្ញុំដឹងថាមនុស្សជាច្រើនមិនចេញទៅក្រៅមិនមែនដោយសារមិនចង់ចេញទៅនោះទេប៉ុន្តែដោយសារគិតថាត្រូវមានគោលបំណងច្បាស់លាស់ឬខ្លាចចេញទៅដល់ក្រៅហើយមិនមានស្គាល់អ្នកណាប៉ុន្តែការពិតគឺការចេញទៅក្រៅខ្លួនវាផ្ទាល់គឺជារឿងដែលមានតម្លៃរួចទៅហើយអ្នកមិនចាំបាច់មានគោលដៅធំទេគ្រាន់តែចេញទៅផ្លាស់ប្ដូរបរិយាកាសគ្រប់គ្រាន់ហើយសូមចងចាំថាជោគវាសនារបស់អ្នកមិនរងចាំអ្នកនៅក្នុងផ្ទះទេហើយឱកាសក៏មិនមកដឹកដៃអ្នកដល់ទ្វារផ្ទះអ្នកដែរការផ្លាស់ប្ដូរជីវិតចាប់ផ្ដើមពីជំហានតូចមួយគឺការហ៊ានដើរចេញទៅក្រៅពេលអ្នកចាប់ផ្ដើមធ្វើបែបនេះអ្នកនឹងឃើញថាពិភពលោកធំជាងអ្វីដែលអ្នកធ្លាប់គិតហើយឱកាសក៏ច្រើនជាងអ្វីដែលអ្នកធ្លាប់ស្រមៃ